ចាថ្ងៃនេះយើងនាំបងប្អូនទាំងអស់គ្នាទៅញ៉ាំគុយនៅខេត្តកំពង់ឆ្នាំងម្ដងព្រោះដល់ខេត្តគុយហើយអូខេដោយទម្លាប់រដូវអញ្ចឹងយើងដាក់កាហ្វេអ្នកមកកែវសិន Yes អូខេ let's go នេះផ្លូវទៅខេត្តកំពង់ឆ្នាំងបងប្អូននេះគេដឹកពាងលក់ខានឃើញយួរទៅចាថតមើលលេងទៅហើយនេះជីទៅឃើញគេលេងរបាំត្រុដិព្រោះចិត្តដល់រដូវចូលឆ្នាំមកហើយនៅចិត្តហ្នឹងក៏មានទាំងពៅទៅវាមិនក្តៅពេកបន្តឃើញណែមឃើញអីតាមផ្លូវយើងទៅញ៉ាំកណ្ដោមាត់អូខេយើងបន្តដំណើរម្ដងមកទៅស្បូវគេលក់ណែមលក់អីតាមផ្លូវនេះយើងដល់វងមូលហើយនេះទស្សនភាពនៅតាមគេដល់ខេត្តកំពង់ឆ្នាំងហើយនេះយើងមកទិញលៀសគេរសជាតិប្លែកគេប្លែករិចនេះមិនមានអាចក្រៀកនៅខាងកំពង់ឆ្នាំងបងប្អូនអូខេយើងថតទស្សនភាពនៅសាលាខេត្តចែករំលែកឲ្យបងប្អូនឃើញដែរនេះនំឃើញយាយគាត់លក់តំណចេះទិញជួយភ្លុកគាត់ទៅដូចជាមួយ1000ដែរគឺថ្លៃតែឆ្ងាញ់តាគាត់ថាអានឹងនំចកោអូខេនេះខែនេះនៅខេត្តកំពង់ឆ្នាំងតាមបណ្ដោយផ្លូវលេខ5ហ្នឹងស្បូកគុយណាបងប្អូនហើយតម្លៃក៏វាធូរថ្លៃជាងនៅពេញដែរសំខាន់គឺគុយធម្មជាតិអ្នកភូមិគាត់បេះមកលក់នេះឃើញអត់យកទៅស្បូហ្មងជាតាមផ្លូវហ្នឹងខ្វះអ្នកលក់ហើយអាហ្នឹងនឹងទិញជាមួយឆ្កោមហ្នឹង15000ឯងយ៉ាប្រហែលហ្នឹងឯងហើយអាខ្ញុំកាន់ហ្នឹងអាហ្នឹងគេហៅមកខុតព្រៃរសជាតិវាឆ្ងាញ់មួយយ៉ាងដែរតែវារបៀបមានជាប់ដូចមកខុតយើងអញ្ចឹងឃើញអត់រូបរាងវាក៏ដូចមកខុតយើងធម្មតាដែរគាត់ថារសជាតិវាតើយើងជ្រុលអំបិលទៅបានវារបៀបជូរអែមធំក្លិនរៀងឈ្ងុយអញ្ចឹងណាយើងជូរជ្រុលអំបិលមិនឆ្ងាញ់អូខេវីដេអូយើងមានប៉ុណ្ណេះ Thank you bye